ខ្លះខ្ញុំចង់និយាយទេព្រោះអីនឹកឃើញថាបងប្រុសខ្លួនឯងគ្រាន់តែឃើញភ្ញៀវស្អាតចូលមកគាត់នេះសប្បាយគាត់បងស្រីខ្ញុំអត់ឲ្យឆុងទ្រីងទៅឲ្យគាត់ជាអ្នកឆុងវិញចំណែកខ្ញុំនេះក៏ស្រីដែរហើយបងស្រីទៀតគាត់មិនដែលនឹកនាឆុងឲ្យសោះសុទ្ធតែថាចង់បញ្ចេញស្នាដៃគិតទៅកាត់មកជាស្រីស្អាតមានឥទ្ធិពលដល់ហើយបងប្រុសខ្ញុំខ្ជិលម្លឹងខ្ញុំប្រើ4-10ម៉ាត់ក៏មិនធ្វើផងគ្រាន់តែឃើញគេស្អាតសោះប្រែជារហ័សរហួនឥទ្ធិពលស្រីស្អាតអាចយកឈ្នះឥទ្ធិពលបងស្រីបានថាទៅចង់តែចាប់បោចសក់ដែរតែណាហើយបាក់ផ្លូវឲ្យបងប្រុសចោគ្រាន់តែបងស្រីនេះមានពាក្យចង់ផ្ដែផ្ដាំស្រីស្អាតភាគច្រើនគឺមិននៅទំនេរទេឆុងឲ្យហើយលើកឲ្យទៀតហើយមើលទៅមិនបងប្រុសខ្ញុំទៅដឹងតែបាននិយាយទៅបើស្អាតហើយកុំថាឡើយតែបងប្រុសខ្ញុំតែខ្ញុំក៏លួចមើលដែរស្រីដូចគ្នាអញ្ចេះលួចមើលស្រីស្អាតគេមិនសូវថាអីទេហើយខ្ញុំនេះឃើញភ្ញៀវក៏រៀបចំខ្លួនស្អាតបានចេះក៏នឹកឃើញពាក្យសម្ដីមិត្តរបស់ខ្ញុំម្នាក់គាត់ធ្លាប់ប្រាប់ខ្ញុំថាឲ្យទៅណាមកណាឲ្យរៀបចំខ្លួនឲ្យស្អាតទៅចឹងហើយណាក៏បានជាប្រយោជន៍ឲ្យអ្នកដទៃគេមើលមកឃើញហើយគេសប្បាយចិត្តដែរឥឡូវនេះខ្ញុំកំពុងតែអញ្ចឹងហើយឃើញគេស្អាតពិតជាស្រស់ស្រាយមែនថាបងប្រុសខ្ញុំទៅឆ្លៀតឱកាសបងស្រីខ្ញុំនេះក៏ឆ្លៀតដែរសុំភ្ញៀវថតរូបមួយសិនភ្ញៀវក៏រស់រាយទៀតគាត់ព្រមឲ្យថតរូបរួចហើយសុំ Telegram គាត់សម្រាប់ផ្ញើរូបជូនតែប៉ុណ្ណេះបានលេះតាក់ទងទៅគាត់បាត់ឯបងប្រុសខ្ញុំងួយសុំខ្លួនជាអ្នកផ្ញើរូបជូនគាត់វិញថាបងស្រីមិនចង់រៀងទេតែដូចជាមិនសមទៅដឹងបើកូនស្រីគេម្នាក់ស្អាតម្លឹងងាកមកមើលបងប្រុសខ្ញុំវិញមុខនឹងរៀងនឹងមិនកាត់ចិត្តទៅហើយទៅអីថាបងស្រីនេះមិនចង់ឲ្យបងប្រុសជឿចិត្តថ្ងៃក្រោយគ្រាន់តែញ៉ាស់គាត់លេងទេតែតាមពិតទៅគាត់អញ្ចឹងមែនហើយក៏អរគុណភ្ញៀវដែរដែលគាត់ឲ្យថតរូបបាយបងស្រីខ្ញុំលេងមែនហើយថតកាហ្វេសុទ្ធតែហៅអ្នកជំនាញមកថតឲ្យហើយតាគៀកចូលឆ្នាំចង់បានរូបស្អាតផុសម្យ៉ាងដែរអ្នកជំនាញមកពីភ្នំពេញមកថតឲ្យដល់ហាងនៅតាកែវគាត់មានខ្សែគាត់ធ្វើអីក៏បានដែរខ្ញុំនេះអត់មានដឹងអីសោះស្រាប់តែជាមកដល់រើអីវ៉ាន់តេសកាមេរ៉ាហើយនេះកំពុងតែពលឺជាមួយនឹងបងប្រុសខ្ញុំហើយឃើញរៀបចំអញ្ចឹងស្មានតែបងប្រុសខ្ញុំជាតួធំហើយតើស្រែចុះស្រែឡើងតាមពិតតួធំគឺកែវកាហ្វេសោះពីអ្នកបងប្អូននាំគ្នាកាន់ផងថតផងតែប៉ុណ្ណេះបងស្រីខ្ញុំបានរូបស្អាតផងអស់ហើយតាមធម្មតាខ្ញុំចេះតែថតមិនដឹងបែបបាត់នឹងគេដល់តែបានមកឃើញអ្នកជំនាញចេះសំរៀនសូនបន្តិចហើយគាត់ថតសិតតែមានឧបករណ៍មានសម្ភារៈត្រឹមត្រូវអញ្ចឹងបានជាបងស្រីខ្ញុំខំតាក់ទងគាត់មកតែតាមពិតទៅអ្នកថតនេះសិតតែបងប្អូនខ្ញុំទេហៅឲ្យមកជួយទៅម្ដាយមកជើម្នាក់ចេះអីឲ្យជួយនឹងអញ្ចឹងបានទៅមុខលឿនហើយថ្ងៃហ្នឹងគាត់ឆុងច្រើនកៅដែរតែគាត់ស្ដាយខ្ញុំក្អកញ៉ាំបានកុំអីដឹងតែចំណេញខ្ញុំហើយកន្លែងនេះឲ្យប្រពើកាន់កាហ្វេស្មានតែបានធ្វើតួឲ្យតើតាមពិតថតយកតែដៃសោះអត់ទៀតហើយខ្ញុំមិននឹកស្មានថាមានរឿងចឹងឡើយកាលហ្នឹងដោយសារតែមានភ្ញៀវគាត់សួររកសបុកចាប់ហ្នឹងច្រើនពេកខ្ញុំក៏ដាច់ចិត្តនិយាយជាមួយម្ចាស់ហាងយកពីចែកឲ្យគាត់ដល់ទៅពេលប្រហែលថ្ងៃមុនហ្នឹងបងខ្ញុំទៅរើបានមកប្រហែលសបុកខ្ញុំក៏ប្រាប់បងស្រីខ្ញុំថាឲ្យយកទៅសងគាត់វិញផងបងស្រីខ្ញុំគាត់ក៏ចាត់ចែងឲ្យហើយក៏មានរឿងដូចមុនហ្នឹងអញ្ចឹងចាណាខ្ញុំយកអវ៉ាន់មកសងវិញហើយយករបស់គេមកស្អាតដល់ទៅពេលយកទៅឲ្យគេវិញអត់ស្អាតអស់ល្អនឹងគ្នាបាត់តែថារឿងហ្នឹងខ្ញុំមិនដឹងអីទេបងស្រីខ្ញុំគាត់ជាអ្នកយកទៅមានរឿងអីនិយាយគ្នាពីអ្នកនឹងចោខ្ញុំសុំទៅរួចខ្លួនទេនៅមិននៅទៅកាប់ឫស្សីដាក់ដីដាំកូនប្រទាលលេងមិនមែនទំនេរទេតែតន់នឹកឃើញក៏ធ្វើឲ្យហើយដាំដាក់បំពង់ឫស្សីអញ្ចឹងខ្ញុំធ្លាប់ដាំហើយតែកាលពីមុនអត់មានចងខ្សែឥឡូវប្ដូរស្ទាយថ្មីដាក់ខ្សែព្យួរម្ដងដាំកញ្ចប់តូចអញ្ចឹងគឺថែណាហ៊ានតែភ្លេចមើលនឹងស្ងួតដេញងាប់អស់មិនដូចផាងធំទេបើមលូនេះវិញជាដើមពូជបងខ្ញុំយកឲ្យតែមកផាងតូចសោះឥឡូវបដូរផាងរៀងត្រូវឲ្យបន្តិចស្លឹកកន្លងធំឲ្យតែធ្លាក់តមករៀងវែងបន្តិចខ្ញុំកាត់យកទៅបំបែកដាំហើយបកមកកុំប្រទាលក្នុងបំពង់ឫស្សីខ្ញុំវិញមើលទៅដូចជាខ្វះអីម្យ៉ាងមានតែកន្លែងហ្នឹងទេដែលព្យួរឲ្យមើលទៅរៀងសមជាងគេឆោមមកផ្លែតក៏នឹកឃើញស្មុកចាំដែលប៉ារើសមកហ្នឹងទុកធ្វើអីចាប់ចងយកមកព្យួរជាមួយគ្នាឲ្យមើលទៅកុំឲ្យស្លាស់ពេកមានតែរុក្ខជាតិសុទ្ធក៏សាំភ្នែកណាស់ដែរដាក់អីស្មាញ់បន្ថែមឲ្យមើលទៅវាសមជាមួយនឹងបរិយាកាសរវល់ណាស់រើរៀបហើយការដែលសុកទៅចង់ពងឫស្សីហ្នឹងក៏ដោយសារតែរុក្ខជាតិមួយនេះខ្ញុំលើកវាព្យួរហើយក៏នឹកឃើញថាបើសិនជាព្យួរពងឫស្សីក៏ប្រហែលជាស្អាតយ៉ាងដែរហើយក៏បានទៅកាន់ពងឫស្សីយកមកធ្វើដូចនៅខាងដើមវីដេអូអញ្ចឹងថ្ងៃចូលឆ្នាំរវល់តលួតបានលេងឥឡូវចូលឆ្នាំហើយសុំលេងម្ដងតែលេងតែម្នាក់ឯងអត់មានអ្នកលេងជាមួយទៀតឆ្លៀតលេងតើអត់មានភ្ញៀវតែបើមានភ្ញៀវមកបបួលភ្ញៀវលេងដែរម្ចាស់ហាងចេះណាស់មុនចូលឆ្នាំចេះរកអង្គុញមកតែយកមកលាក់ទុកឲ្យចិត្តឆឹងខ្ញុំនេះក៏ភ្លេចដែរបើសិនជានឹកឃើញវិញត្រូវយកមកលេងបានសប្បាយបាត់ឥឡូវឲ្យម្ចាស់អង្គុញលេងសប្បាយម្នាក់ឯងទៅលេងតែម្នាក់ឯងសោះដល់ពេលបងអង្គុញដួលអស់មករកជួសអ្នកឈរមើលខ្ញុំឲ្យជួសទេសាច់ខ្ញុំឆាប់ចំណាស់ប៉ះតាន់តិចខៀវឥឡូវហ្នឹងចាប់ខ្ញុំជួសបានគាត់ទៅហៅអ្នកផ្សេងយកមកជួសម្យ៉ាងដែរដើមឲ្យគេជួសលេងកូនឈូបបដោះនេះភ្ញៀវតែងទៅគាត់តែងតែសួរថាមកផាងគួរដាក់ប្រមាណដើមដែរ
គាត់ខ្លាចទៅដាំទៅមានងាប់ខ្លះខំដាក់មកផើង4 10ដើមតាមពិតដាក់ដាំតែល្មមនឹងគាត់ស្រឡាញ់ទៅមិនបាច់ដាក់ច្រើនដើមពេកទេកូនពីងនេះខ្ញុំដាក់ដាំតែម្ដើមកូតដាំសាក់មើលដាក់តែម្ដើមអញ្ចឹងដើមវាស្ទុះធំលឿនតែស្ដើងតែចៃមកពីងនេះបើសិនជាបានដាក់5ដើមប្រហែលជាដុះមកណែនល្អតែខ្ញុំចង់ដឹងថាម្ដើមអញ្ចឹងយូរប៉ុណ្ណាទើបអាចបែកពេញពីងដែរឥឡូវនេះស្លឹកធំឈរគឺមាន3ហើយស្លឹកតូចឈរមាន2មានចេញស្លឹកតូចធំបដែតលើទឹកដែរខ្ញុំគិតថាមួយខែទៅ2ខែទៀតប្រហែលជាដុះណែនពីងហើយថាចង់ធ្វើវីដេអូផ្សព្វផ្សាយតំបន់ទេសចរដែរតែអ្នកថតអត់សូវមានជំនាញដាក់ទៅទាំងអញ្ចឹងទៅឈប់ចាំពេលចំណាញ់ថាលើកដៃនិយាយចឹងមកខ្ញុំធ្វើតាម 1 2 3 action ស្វាគមន៍កម្ពុជា1 2 3អូនស្រីខ្ញុំមានមិត្តភ័ក្តិសិតតអ្នកលក់កាហ្វេពេលគាត់មិនតាន់លក់កាហ្វេដែរគាត់តែងតែនាំខ្ញុំទៅញ៉ាំនៅកន្លែងមិត្តភ័ក្តិគាត់ដល់ឥឡូវគាត់លក់ដែរអញ្ចឹងខ្ញុំសួរគាត់ថាមិនប្រជែងជាមួយមិត្តភ័ក្តិទេអីគាត់ថាប្រជែងអីលក់ម្នាក់មកភូមិផ្សេងគ្នានិយាយអញ្ចឹងក៏ត្រូវដែរបើមិត្តភ័ក្តិគាត់អ្នកខ្លះលក់នៅភ្នំពេញអ្នកខ្លះលក់នៅឯស្រុកអត់ចាំបាច់ប្រជែងគ្នាទេហើយនៅអាចជួយណែនាំគ្នាបានទៀតដាំឈូកប្រសិនជាដាំក្របដល់ពីតូចមកល្អរហូតដល់ធំតែម្ដងតែត្រូវរងចាំឲ្យចេញផ្កាយូរបន្តិចតែបើយកដើមចាស់យកមកដាំវិញដាំដំបូងមិនទាន់ស្អាតទេតែក៏ឆាប់ចេញផ្កាឥឡូវខ្ញុំយកដើមចាស់យកមកផ្លាស់ផាំងថ្មីមួយទៀតហើយមិនមែនដាំឈូកចេះតែល្អរហូតទេតែដល់ពេលវាដុះណែនខ្លាំងពេកភក់អស់ជីវជាតិដើមវាក៏អន់ដែរផាំងនេះធ្លាប់ចេញផ្កាហើយខ្ញុំដឹងថាឲ្យតែបដូរផាំងថ្មីដឹងតែចេញផ្កាបន្តទៀតតែស្ដាយពេលខ្ញុំបដូរផាំងធំអត់បានរកភក់ថ្មីយកមកដាក់ភក់ក្នុងផាំងធំហ្នឹងតាមពិតទៅជាដីដែលខ្ញុំលាយដាក់ដាំដំណាំទេមានដីកាមអាចកោធម្មតាឥឡូវយកមកដាក់ដាំឈូកបើបានតកៃភក់ពីបាតព្រែកយកមកដាក់ដាំប្រហែលជាល្អជាងនេះដាំចេញបានតែស្លឹកថ្មី 3-4 ស្រាប់តែមានផ្កាមែនអញ្ចឹងចង់បានឆាប់ផ្កាគួរតែដាំដើមចាស់តែដើមចាស់ខ្ញុំមកផាងនេះអត់ទាន់មានស្លឹកល្អផងចេញស្លឹកតែ 4-5 ស្លឹកទៀតគឺមើលទៅឃើញពេញផាងហើយតែមិនដឹងថាគួរបដូរភក់ថ្មីអីអត់ទេនេះផាងនេះមានម្ចាស់ហើយខ្ញុំកំពុងតែខ្វល់ចិត្តផងថាចូលឆ្នាំនេះខ្ជិលរឿងដាក់ទឹកចង់ដើរគេដែរអញ្ចឹងតតែបញ្ចេញរុក្ខជាតិចេញខ្លះពេលខ្លះគិតតែងាយទេគ្រាន់តែដាក់ទឹកឲ្យពេញគឺហើយតែឥឡូវនេះទឹករីងលឿនណាស់ថ្ងៃក៏ក្តៅឈូកក៏ស្រូបពេលខ្លះមើលមិនតាន់គោកទឹកតែញយព្រោះអីច្រើនផើងដាក់ណែខ្លះនៅខ្លះហើយខ្ញុំយកទឹកធុងយកតែចាក់ទេដាក់ទឹកវិលជុំរាល់ថ្ងៃទើបឈ្នះ